រឿងក្របីស្រុកនិងក្របីព្រៃក្នុងអតីតសម័យមានក្របីពីរមួយជាក្របីស្រុកមួយទៀតជាក្របីព្រៃសត្វទាំងពីរនេះស្រឡាញ់គ្នាណាស់ដេកនៅស៊ីជោគជាមួយគ្នាពុំដែលឃ្លាតទុនសាយដឹងថាក្របីទាំងពីរនេះស្រឡាញ់គ្នាដូច្នេះក៏រកឧបាយកលធ្វើឲ្យបែកចេញពីគ្នាថ្ងៃមួយវាដើរចូលមករកសត្វក្របីទាំងពីរនោះហើយនិយាយថាណែបងក្របីទាំងពីរអើយចូលបងឯងកុំដេកដើរស៊ីជោគជាមួយគ្នាប្រយ័ត្នតែមនុស្សញាក់ស្រុកគេឃើញនឹងចាប់បងឯងទាំងពីរនាក់យកទៅប្រើប្រាស់មិនខានក្របីព្រៃឮទុនសាយនិយាយដូច្នេះក៏ភ័យខ្លាចមានគ្រោះថ្នាក់ដោយពាក្យទុនសាយមែនចាប់ពីថ្ងៃនោះមកក្របីទាំងពីរក៏នៅស៊ីជោគដតីពីគ្នាក្នុងការនៅបែកគ្នានេះសត្វទាំងពីរក៏តែងតែនឹកអាល័យដល់គ្នានឹងគ្នារកទីបំផុតគ្នាដោយធ្លាប់បាននៅរួមរក្សាជាមួយគ្នាអស់កាលដ៏យូរលុះយូរទៅក្របីទាំងពីរក៏ភ្លេចនឹកគ្នា